បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះពុកម៉ែមីងគឺថ្ងៃទី13ហើយសម្រាប់ថ្ងៃទី13នេះដែរខ្ញុំបាទមានសុបិនបាទមួយចែកជូនទៅកាន់ពុកម៉ែមីងដែរអញ្ចឹងគឺនៅក្នុងសុបិននេះខ្ញុំហើយនៅប្រពន្ធខ្ញុំទៅរៀបចំហូបធ្វើបាយអីនៅផ្ទះបាទខ្ញុំអញ្ចឹងណាហើយដល់ពេលទៅប្រពន្ធខ្ញុំចាសួរចំមកលើដូចបាត់ពូសាច់គោអត់ដែលឃើញមិនលក់សោះហ្នឹងហើយដល់ពេលទៅខ្ញុំក៏ដើរមកមើលនៅផ្លូវទៅដើរមកមើលផ្លូវឮសំឡេងពាក្យនាយបាទពាក្យនាយសាច់គោអញ្ចឹងទៅហើយតាមពិតគាត់បែរមុខទៅវិញហើយបាទប៉ុន្តែខ្ញុំហៅគេងាកមកខ្ញុំបកដៃខ្ញុំគិតថាគេមកសាមានអីគេទៅមុខតទៀតខ្ញុំគាត់ស្រែកបាទស្រែកទៅគាត់ក៏ឃើញក៏ងាកក៏បត់មកវិញបាទបត់មកវិញប៉ុន្តែចម្លែកសាច់គោថ្ងៃហ្នឹងគឺគេមានដុតភ្លើងពីក្រោមពុកម៉ែមិញពេលយើងស្ទាបសាច់គោហ្នឹងទៅក្តៅបាទដោយសារអីគាត់ថាសល់មិញហ្នឹងសល់ដល់ពេលហ្នឹងគាត់ដាក់ទូក្លាសេដល់ពេលដាក់ទូក្លាសេវាតិចអញ្ចឹងគាត់ដាក់ដុតភ្លើងពីក្រោមដើម្បីឲ្យវានៅក្តៅអញ្ចឹងទៅបាទដល់ពេលទៅប្រពន្ធខ្ញុំគាត់ទិញសាច់ស្អីសាច់ជាដុំគាត់គេលើយឲ្យអញ្ចឹងណាពុកម៉ែមិញបាទគេលើយដុំបាន2 3ដុំហើយប្រពន្ធខ្ញុំសួរ1គីឡូប្រហែលគាត់ថាហ្នឹង1គីឡូ20000ពុកម៉ែមិញបាទ1គីឡូ20000ទៅខ្ញុំក៏សម្រេចនេះហើយសម្រេចថាយាយអើយពុកម៉ែមិញបាទសម្រេចថាយាយដល់ពេលរួចម៉ាក់ខ្ញុំគាត់ថែមថាឥឡូវប្រម៉ូសរុបអាឆ្អឹងនៅសល់ប្រម៉ូទៅហើយម៉ៅទៅអស់20000ទៀតប្រហែលនេះបាទអានោះម៉ៅ20000ទៀតព្រោះអីគាត់ថាដូចចង់ស៊ុបហ្នឹងហើយអញ្ចឹងក៏រៀបចំទៅប៉ុន្តែអត់ទាន់បានឃើញដល់វគ្គច្រកថងទេប្រហែលមិញគ្រាន់តែបានសម្រេចថាយកអញ្ចឹងប៉ុណ្ណឹងតាមហ្នឹងណាបាទហើយក៏បាទចាប់សបិនរបស់ខ្ញុំទៅប៉ុន្តែម៉ូតូពុកម៉ែមិញគឺម៉ូតូបែបហ្នឹងអត់ដូចម៉ូតូរដងទេម៉ូតូស៊េរីពួកឆ្នាំ98ណាពុកម៉ែមិញម៉ូតូគាត់ម៉ូតូឆ្នាំ98ហើយក៏សួរដែរថាដូរម៉ូតូទៀតបាទថាដូរម៉ូតូទៀតថាដូរព្រោះអាម៉ូតូហ្នឹងជិះរាល់ថ្ងៃដែរទេទៅផ្សារទៅអីហ្នឹងណាប៉ុន្តែខ្វះគេដែរគេចេះស្រឡឹងមើលអីចឹងណាបាទគាត់និយាយអញ្ចឹងហ្នឹងហើយអញ្ចឹងមានប៉ុណ្្នឹងឯងពុកម៉ែមីងសម្រាប់ថ្ងៃនេះបាទជូនពរពុកម៉ែមីងសូមឲ្យហេងទាំងអស់គ្នា